បាទម៉ូទល់បច្ចុប្បន្ននេះបញ្ហាទាក់ទងទៅនឹងការដាំដុះរបស់បងប្អូនកសិករយើងនៅតែចោទដដែលដោយឡែកគាត់ក៏មិនបានដឹងថាតើអ្វីដែលគាត់កំពុងតែធ្វើបច្ចុប្បន្ននេះវាគឺជាកំហុសមួយដែលធ្វើឲ្យគាត់រងផលវិបាកយ៉ាងច្រើនបន្ទាប់ពីគាត់ធ្វើការសម្រេចចិត្តនៅក្នុងការសាបឬក៏បណ្ដុះគ្រាប់ពូជចូលទៅកត្តាដែលសំខាន់នៅក្នុងវគ្គទី2នេះគឺតាក់ទងទៅនឹងការធ្វើចិញ្ច្រាំងឲ្យបានស្អាតហើយការធ្វើឲ្យចិញ្ច្រាំងពុកផុយបានល្អកាលណាដែលចិញ្ច្រាំងពុកផុយបានល្អបាទគឺការបំភាយសារធាតុពុលសារធាតុតុកតិចមួយចំនួនបាទដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការលូតលាស់របស់ប្រព័ន្ធឫសដំណាំបាទដំណាំគឺសំខាន់ណាស់បងប្អូនតាក់ទងនឹងប្រព័ន្ធឫសរបស់វាកាលណាដែលប្រព័ន្ធឫសខ្សោយការបឺតស្រូបយកសារធាតុចិញ្ចឹមរបស់វាគឺมันអាចបំពេញទៅតម្រូវការនៃការលូតលាស់របស់វាបានទេអញ្ចឹងចំណុចដែលសំខាន់ដែលបងប្អូនត្រូវគិតនោះគឺតាក់ទងទៅនឹងការកែច្នៃកែលម្អធ្វើយ៉ាងណាឲ្យតម្រូវនៃការលូតលាស់របស់វាហ្នឹងបាទមានការផ្លាស់ប្ដូរបាទចេញជាតម្រង់មួយទៅជាតម្រង់មួយទៀតមានន័យថាបើចិញ្ច្រាំងគឺធ្វើឲ្យចិញ្ច្រាំងនឹងពុកផុយឲ្យคล้ายទៅជាកំប៉ុស្តឲ្យคล้ายទៅជាម៉មោកបាទអញ្ចឹងនៅពេលដែលកូនស្រូវកូនសំណាបរបស់យើងដុះមកនេះគឺវាអាចប្រើប្រាស់នៅសំណល់សរីរាង្គទាំងអស់នោះដើម្បីជំនួយដើម្បីបំពេញទៅដល់ការលូតលាស់នៃប្រព័ន្ធដងដើមនិងឫសរបស់វាបាទអញ្ចឹងនៅពេលដែលយើងធ្វើវាបានស្អាតបែបហ្នឹងបាទការដុះលូតលាស់របស់វានេះគឺល្អប្រសើរហើយវាមានសុខភាពល្អមែនទែនហើយបងប្អូនមិនចាំបាច់ធ្វើការព្រោះនៅក្របពូជក្រាស់ទេហើយក៏មិនឲ្យស្ដើងពេកដែរគឺឲ្យល្មមបាទអញ្ចឹងពេលដែលវាដោះមកគឺវាបែកគុំបានល្អប្រព័ន្ធឫសខ្លាំងកាលណាដែលប្រព័ន្ធឫសខ្លាំងបងប្អូនចង់បន្ថែមអ្វីទៅឲ្យវាទៀតក៏វានៅតែទទួលយកបានដែរនេះគឺតាក់ទងទៅនឹងប្រព័ន្ធឫសបាទហើយទន្ទឹមនឹងប្រព័ន្ធឫសទៀតនោះគឺតាក់ទងទៅនឹងប្រព័ន្ធស្លឹកនៅផ្នែកខាងលើរបស់វានេះក៏ជាចំណុចជាចំណែកមួយដែលសំខាន់ដែរដែលត្រូវការទាមទារឲ្យយើងដាក់សារធាតុចិញ្ចឹមចូលបន្ថែមក្នុងនោះបាទក្រៅពីធាតុដែលយើងតែងតែនិយាយថាមាន N មាន P មានការដំណាំលូតលាស់ល្អនោះបាទមិនមែនជាការពិតទាំងស្រុងទេគឺវានៅបន្ថែមនៅសារធាតុរងសារធាតុតូចផ្សេងទៀតដើម្បីបំពេញតម្រូវការនៃការលូតលាស់របស់វាតែម្ដងជាពិសេសគឺតាក់ទងទៅនឹងម៉ាញ៉េស្យូមស័ង្កសីបរ៉ុនកាល់ស្យូមនិងទង់ដែងគឺសំខាន់ណាស់បងប្អូនសម្រាប់ការលូតលាស់របស់ដំណាំមិនថាតែដំណាំស្រូវមិនថាតែដំណាំឈើហូបផ្លែផ្សេងៗទេគឺត្រូវការ